វិញទៅទៅសាលោកស្រាប់ដៃដើរវិញពេញស្ដាប់អូបាទសុខភាពនៅក្រៅសំសាមសុខភាពបាទរូបឯងឆ្នាំជាបន្តទី2រីករាយរតនសុខភាពជាការប្រកួតបែបកងចេញរៀបរីឯគូឯងបាទគឺជាការប្រកួតរវាងកីឡាករកម្ពុជានិងកីឡាករប្រេស៊ីលគឺជាការប្រកួតបែបរុំរបស់ឆៃបាទចឹងមានន័យថាគ្រប់គ្រឿងរឿងគុណខ្មែរជូនទៅដល់ពុកម៉ែបងប្អូនបាទផ្ដល់នៅទស្សនីយភាពបាទគ្រប់រសជាតិតែម្ដងបាទจะឃើញថាកីឡាករទាំងពីរកំពុងតែធ្វើការថ្វាយបង្គំគុណគ្រូបាទកីឡាករបង្គំក្រហមគឺមនុស្សយន្តគុណខ្មែរកីឡាករបាទរិទ្ធីនរាសុធីរីឯកីឡាករបង្គោលខៀវគឺជាកីឡាករដែលមកពីប្រទេសថៃបាទគឺកីឡាករបាទផេតតាវ៉ាសាបាទយើងចាំមើលថាគូនេះអាចបដូរគ្នាបានឬក៏យ៉ាងណាបាទគណៈដល់ការប្រកួតកន្លងទៅ5ប្រកួតនោះគឺបាទមានតែគូពិសេសទី3ទេដែលបដូរគ្នាឲ្យសន្លប់នៅក្នុងទឹកទី1បាទក្រៅจากពីហ្នឹងគឺថាពេញទឹកពេញសាច់តែម្ដងបាទហើយលទ្ធផលគឺឈ្នះចាញ់ត្រឹមតែបន្ទូតែប៉ុណ្ណោះបាទចំណាយយកឱកាសនេះជម្រាបជូនទៅដល់ពុកម៉ែបងប្អូនបាទសម្រាប់ថ្ងៃស្អែកបាទសង្វៀនគុណខ្មែរនឹងបន្តរៀបចំផ្ដល់ជូននៅទស្សនីយភាពដល់ជួយចិត្តជូនទៅដល់ពុកម៉ែបងប្អូនយើងជាបន្តទៀតបាទក្នុងនោះគឺបាទមានវត្តមានកីឡាករនេះមានបន្ទីមានជ័យឃីមបូរ៉ាបាទមានវត្តមានកីឡាករធុនចន្ទៈបាទហើយមានការប្រកួតប្រជែងដណ្ដើមពានបាទលក្ខណៈអន្តរជាតិគឺលៀបរដ្ឋាអ៊ូទីរិតបាទប៉ះជាមួយនឹងកីឡាករអន្តរជាតិហើយក៏មានការប្រកួតកីឡាករស្នាលគុណខ្មែរប្រភេទទម្ងន់21គីឡូក្រាមបាទកូនប្រុសរបស់កីឡាករបាទមានមកគឺមាសរិទ្ធប៉ះជាមួយនឹងសិស្សរបស់លោកគ្រូផាត់សូដាគឺហឹកធីខ្សាដំរីប្រកួតសងសឹកនិងដណ្ដើមពានផងដែរកីឡាករទាំងពីរស្ដាប់បទបញ្ជានៃការប្រកួតប្រដាល់គុណខ្មែរពីលោកអញ្ញាកដាលហត់ពីវាបាទលោកអញ្ញាកដាលគូលោកហ៊ុនលីមេបានរំលឹកនៅបទបញ្ជានៃការប្រកួតបាទគណៈដែលប្រវត្តិរូបបាទសង្ខេបខ្លីនៅលើអេក្រង់ LED ក៏បានបង្ហាញជូនដោយក្រុមការងារបច្ចេកទេសរបស់ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជាបាទស្លាប់ទឹកទី1ក៏បានបង្ហាញជូនដោយសហការីដ៏ស្រស់សម្ភារបាទអមជាមួយនឹងសិទ្ធិបំពាក់ប្រពៃណីខ្មែរយើងតែម្ដងបង្ហាញជូនបាទគឺទឹកទី1ត្រៀមនឹងចូលមកដល់នេះពេលបន្តិចទៀតនេះបាទចំណាំមុននឹងការប្រកួតចាប់ផ្ដើមក៏អរគុណសាជាថ្មីបាទដល់ពេលវិជ្ជាបើកម្លាំងគ្រុឌកូឡាបាទក៏ដូចជាពេលវិជ្ជាបើកម្លាំងគ្រុឌអាយដែលបានឧបត្ថម្ភបាទដល់កីឡាករគ្រុឌគូដែលធ្វើការប្រកួតនៅលើសង្វៀនគ្រុឌគុណខ្មែរបាទម្នាក់ម្កេះអាចថាបន្ទាប់ពីប្រកួតចប់គឺញ៉ាំដើម្បីស្ដារកម្លាំងថាមពលឡើងវិញបាទហើយជួបជុំគ្នាបាទជាមួយនឹងបិទរួមក្លឹបបាទជាមួយនឹងពេលជាបើកម្លាំងទាំងពីរប្រភេទនេះបាទលោកគ្រូរិទ្ធីកំពុងតែញញឹមបាទពីចម្ងាយក្រោយពីសិស្សរបស់គាត់ទទួលបានពានមួយឲ្យមិនហើយឥឡូវនេះគឺសិស្សរបស់លោកគ្រូរិទ្ធីមករុកទៀតគឺត្រូវធ្វើការប្រកួតដោយប៉ះជាមួយនឹងកីឡាករបរទេសពលគឺកីឡាករថៃបាទគូមិត្តភាពអន្តរជាតិបាទត្រៀមចូលមកដល់បាទពុកម៉ែបងប្អូនបាទសូមសម្លេងលើកទឹកចិត្តដល់អ្នកទាំងពីរមួយចក្រមត្រៀមប្រំព្រៀបប្រកួតប្រដាល់គ្រុឌគុណខ្មែរគូទី6គឺជាគឺអន្តរជាតិមិត្តភាពកម្ពុជាថៃទឹកទី1រ៉ាវ៉ាន់បាទស្នូជួងបានបន្លឺឡើងបង្ហាញជាសញ្ញាជូនទៅដល់កីឡាករទាំងពីរប្រាប់ថាទឹកទី1រ៉ាវ៉ាន់បានជាចូលមកដល់បាទមើលពីក្រោយចឹងគឺឃើញបាទជាមួយនឹងស្នាមប្រាក់បាទគឺស្លាប់បង្គូរបស់រតនសុធីបាទគឺជាការស្រឡាញ់ពេញចិត្តជាស័ក្តិបាទលំអខ្លួនរបស់គាត់បាទរួមជាមួយនឹងភាសាជាន់បុរាណខ្មែររបស់យើងផងដែរបាទចំណាយយើងទស្សនានៃការប្រកួតបាទកំពុងតែរំកិលចូលតែងបាទពីមនុស្សយុទ្ធគុណខ្មែរសុធីបាទព្យាយាមតលដៃបាទពីកីឡាករថៃព្យាយាមសឹមបាទគូនេះจะមើលថាអាចពេញទឹកឬក៏យ៉ាងណាបាទអត់ទាន់ក្តៅមិនសិនរីខ្លួនបាទកំពុងតែសឹមថាសុំស្តុំតិចសិនបាទតែលោកគ្រូញ៉ាំកណ្ដាប់រត់ដល់ប្រកួតទៅបាទប្រកួតទៅបាទបងប្អូនយើងកំពុងតែបាទចោលចាក់ខោមកទស្សនានេះគេដាក់ច្រើនណាស់បាទចឹងក៏មកបងប្អូនយើងគាត់ខាត់ពេលយុទ្ធយន្តសម្បត្តិយើងសេរីគ្នាបាទអត់ទាន់ចេញមុនដូចគ្នាបាទព្យាយាមរែងតជើងក្រោមស្ដាប់របស់សុធី
បាទសូមធីគណៈរាស្ត្ររៀបរាប់ជាមនុស្សជនគាត់ខ្មែរដែលថាគាត់ដឹងតដាចូលបាទត្រូវខ្លះខុសខ្លះប៉ុណ្ណឹងក៏បីគណៈដឹងតដាចូលបាទដឹងតដាចូលដល់នេះកំពុងតែបន្តតដាចូលទៅតិចគណៈដល់ពេលវេលាបាទរំកិលទៅអស់1នាទីទៅហើយបាទសម្រាប់ទឹកទី1នេះបាទថ្ងៃស្អែកក៏មានសិស្សបលគូរិគីប្រកួតដែរបាទគឺឡុងអាម៉ែនបាទប៉ះជាមួយនឹងសិស្សគូស៊ូបញ្ញាគឺអាវ័យរៀបរុងរឿងបាទហើយយើងទស្សនាការប្រកួតគូអន្តរជាតិទី1របស់យើងសិនបាទជាយើងធាក់ទាត់ឆ្វេងរបស់សុគីបាទនៅតែមិនទាន់ថាចេញឲ្យធ្ងន់នៅឡើយមិនទាន់ថាដាច់ចិត្តរៀងខ្លួនមិនទាន់ថាដាច់ចិត្តរៀងខ្លួនបាទនៅគិតទៅថាចប់វាមួយចំគោលដៅវាទៅចំបានបន្ទូឬក៏បន្ទូដៃគូតែម្ដងបាទជាយើងតូនទៅសិនមកឈរចម្ងាយតិចឃើញថាកីឡាករថៃដូចជារៀងកំពុងគួរជាងតិចតែសារតែគាត់រៀងឆ្អើតតិចផងបាទតរិចពីដៃរបស់បាទកីឡាករថៃបាទគឺផែនតាវាស័កហើយក៏បាត់ទោះស្ដាប់សំធ្ងន់ទៅរបស់បាទសុធីបាទចាប់ដើមធ្ងន់ទៅបណ្ដាថ្ងៃកម្ដៅកំពុងតែកើតទៅម្ដងតិចបាទថាបាយនេះចិត្តពោះតែលុកតែស្ដាប់មួយរបស់សុធីបាទចាប់ដើមបលែងទៅធ្ងន់ហើយបាទដល់ត្រង់មួយរបស់បាទកីឡាករថៃផែនតាវាស័កគាត់ឆ្វេងអាយ៉ាសុធីប្រាប់ថាអត់ធ្ងន់អត់ឈឺអត់អីបាទឲ្យតតមកទៀតមកបាទគេថា kick ពីពោះបាទដើរចូលទៅពីរតនសុធីបាទតតចេញក្រោមរបស់សុធីបាទចាក់ចេញក្រោមសងលុកឆ្វេងនៅតែថាជាវាចំកូនតែជំនុំក៏ប៉ុន្តែបើនៅរិសាតាដៃគូក៏ប៉ុន្តែបាក់ដូចគ្នាតែអូយបោះបលែងឆ្វេងទៅមួយនេះបោះគាត់ស្អែកក្របីឆ្វេងរបស់សុធីតែមិនរៀងជ្រឹងស្នប់បាទខណៈដែលខាងនេះឲ្យទឹកថៃនោះគេថាឲ្យចូលបាទឥឡូវនេះចំទឹកទី1ចាំចូលបាទគុំច្រើនគូមិត្តភាពអន្តរជាតិកម្ពុជាថៃទម្ងន់57គីឡូក្រាមបង្គោលខំកីឡាករគុនខ្មែររីគីរតនសុធីកីឡាករបង្គោលខៀវភេទអវិសាបាទតូនដៃថ្ងៃនេះលេងស្ទាយពួកសក់ថ្លៃមែនទែនសម្រាប់សុធីតស្ដាប់មកដល់គោលដៅទេរីឯភេទអវិសាបាទគឺចំហឆ្វេងតែអាចតស្ដាប់បានចូលទៅនេះខំតាំងចំហតឆ្វេងតែបំផន់ស្មារតីសិនដល់ចូលជុតញើសសិនហើយក៏តូនដៃតស្ដាប់ចំណុចទី2រតនសុធីតស្ដាប់សោមកវិញធ្វើទៅពីភេទអវិសាបាទស្ដាប់បហាគេថត់ដៃក៏ដល់ចូលត្រូវចេញបន្តិចបាទយើងមើលទៅរបៀបចំហបាទរបស់ភេទអវិសាគឺចាំត្រង់មិនចាំតែកាត់ហើយតត់សងវិញព្រាមប៉ុន្តែការត្រង់ប្រយ័ត្នពីសុធីក៏ដល់ចូលតែតត់ជួយចូលពេញពីភេទអវិសាបាត់ជួយខាត់ពេលមកគៀវបាទដល់ចូលបាទបើជាមនុស្សយន្តមិនមែនបើចូលពីដល់ធម្មតាតត់ស្ដាប់អត់ដល់ខ្លួនដល់ហើយទេអត់តន់ដល់គោលដៅតែតែបន្តគៀវបាត់ជុំធ្វើកាត់ពេញទៅគ្នាពីការខំបងគៀវស្ដាប់អូនទឹកពីរត់ទៅសុធីអ្នកស្ដាប់ទៅមួយអូចង្កេះខោបន្តិចបាទមួយបន្តិចច្បាស់បាទងាយស្រួលនៅក្នុងការឲ្យទឹកមកទៅនិយាយបាទទស្សនាដល់ចូលឆ្វេងខាងស្នាមទីរីគីរតនសុធីបាត់ជង្គង់ឆ្វេងកាត់ទៅទៀតបាទពីកីឡាករថៃតែចាំវិញឆ្វេងចាប់គ្រាបាទលោកគ្រូញ៉ាំក្រានក៏ចាំញ៉ែបាទបញ្ជាក់ជូនបងប្អូនយើងថាយើងនឹងសល់ការប្រកួតមកគឺដល់12គូទៀតនោះបងគ្រូមិត្តភាពអន្តរជាតិបាទហើយថ្ងៃស្អែកក៏មានការប្រកួតមកជាបន្តបន្ទាប់បាទចាំតែពីគូថ្នាក់ទៅបាទគូថ្នាក់សុទ្ធសឹងតែជាកីឡាករវិញថ្មីដែលពោពេញដោយបាទទេពកោសលតូនដៃលោកស្ដាំហើយជួយទុកជួយយ៉ាងណាទីបាទ3ស្នៀតពីកីឡាករហេតុអវិសាតែគេមកវិញដេញតាមត្រង់វីប៉ុន្តែអវិសាបាទគេយោគេធាក់កាត់ផងគេបោះជង្គង់កាត់ផងធ្វើឲ្យសុធីបំផាក់នៅក្នុងការចេញទាត់ស្ដាំចំណុចទៀតតែជួយខាងស្ដាំពីរតនសុធីលោកជួយសោះមកវិញពីហេតុអវិសាតែតាមទាត់ស្ដាំយ៉ាងណាថែមជួយវាទៅទឹកខាងជួយរួមចាំនេះទៅវិញមកបាទចូលគោលដៅទៅគ្នាបាទអ្នកចូលពីហេតុអវិសាតែតាមវិញស្ដាំពីរីគីរតនសុធីរត់ដាក់ខ្លួនប្របាត់ថ្ងៃបណ្ដាអត់តចេញគ្នាហើយសុធីដាក់លេខដល់ចូលទាត់កាប់គោលជើងក្រោមមុខស្ដាំជាបន្តទៀតទឹកសាប់សក់ទៅវិញស្ដាំរិញចេញបន្តិចពីកីឡាករថៃសុធីក៏ទៅបន្តដល់ចូលទាត់ស្ដាំពីរតនសុធីអ្នកឆ្វេងទៅជើងមួយបាទពីកីឡាករភេទអវិសាស្ដាំហើយក៏សងឆ្វេងមួយតែតាមនេះបាត់កែឆ្វេងក៏សងកែសាប់មួយទៅគ្នាអ្នកតូពីភេទអវិសាសុធីបន្តដាក់ជំហរដល់ចូលអវិសាក៏គេមិនថយពេកដែរគេចេញមកមួយច្បាស់បោះជង្គង់កាត់ឆ្វេងពីភេទអវិសាសុធីទៅដាក់ឆ្វេងស្ដាំចាក់ជង្គង់ឆ្វេងចូលពេញពីភេទអវិសាបោះឆ្វេងអូរត់ចាក់យក
ជាវត្តទីកាញ្ញាបា អលស្រី បាទយើងទស្សនាការប្រកួតបាទឈានចូលដល់ទឹកទី3បាទកីឡាករកម្ពុជាបង្គោលក្រហមបាទសុធីរាបង្គោលខៀវកីឡាករថៃបាទគឺផេតថាវិសាឥឡូវនេះបាទសុធីនៅបន្តដាក់លេខទេដល់ចូលខណៈដែលបង្គោលខៀវគេដាក់ថយមួយលីផាត់បាក់កេញលេខតែរបស់សុធីអោបជាប់ឲ្យធ្វើអ្វីការរត់ការដែលជាជាបាទរូបកៃក្លីរបស់សុធីណែបាទលោកគ្រូចិនហើប្រាប់ថាឲ្យចូលមកទៀតបាទកុំឲ្យខាតពេលវេលាតតឆ្វេងរបស់ផេតថាវិសាតបបជាតឲ្យបោះឆ្វេងរបស់ផេតថាវិសាតឆ្វេងមួយទៀតបាទសុធីក៏ដាក់ដៃឆ្វេងស្ដាប់សុធីដាក់ចូលបាទជាតឲ្យយល់បាទបត់កៃស្ដាប់បាទអូយបាទបត់កៃមួយស៊ីសាច់ចំនួនបាទបោះជាឆ្វេងឆ្វេងរបស់ផេតថាវិសាបាទអ្នកបដានេះតែផ្ដាច់ចំហឆ្វេងបាទជាមួយលំហត់បាទពីកាប់ប្រាកដាក់ដៃបោះជាឆ្វេងរបស់ផេតថាវិសាបាទសុធីដាក់ចូលបាទគូល្អមើលជួចិត្តឥឡូវនេះរលកអស់1នាទីបាត់ហើយបាទចំទុំឆ្វេងរបស់ផេតថាវិសាតឆ្វេងអូយបាទមកជើងទៅតាមគុណបាទគុណទៅថាតែគាត់ថយគាត់ចូលអឡងក្នុងការវាយក្នុងការប្រើចង្វាក់បាទធាក់ទៅរបស់ផេតថាវិសាសុធីឆ្វេងរបស់សុធីបាទកណ្ដាប់ដៃស្ដាប់កណ្ដាប់ដៃផេតថាវិសាបោះចូលស្ដាប់កាត់បាទហើយដល់ម្នាក់មកស្ទាបម្នាក់មកផ្លែបាទទឹកចាប់នៅពេញដងដូចគ្នាបោះចូលកណ្ដាប់ដៃឆ្វេងស្ដាប់បាទបន្តសម្លេងជូនគូនេះមួយបាទសុធីបន្តដាក់ចូលតស្ដាប់ហើយថាវិសាថយធ្វើយ៉ាងណាអត់ទាន់តែដៃជួយស្ដាប់តែបត់ដៃស្ដាប់មកយ៉ាអូយបាទការប្រកួតគូនេះទីលក្ខណៈ5ទឹកបាទចាប់រីកទីនៅតែយើងនិយាយបានតែទៅតែពាក់កណ្ដាលផ្លូវនៅក្នុងការប្រកួតតែប៉ុណ្ណោះបាទជំរាបជូនសារជាថ្មីបាទគូនេះទីប្រកួតលក្ខណៈ5ទឹកបាទកណ្ដាប់ដៃឆ្វេងបាទបត់កាយមួយបត់កាយឆ្វេងរបស់ផេតថាវិសាហើយក៏បន្តដើរចូលបាទរបស់សុធីបាទទៅបន្តសុធីគៀងហើយបោះជង្គង់ឆ្វេងរបស់ផេតថាវិសាធាក់ឆ្វេងបាទសុធីនៅក៏បន្តបាទជាជាដាក់ចូលក្នុងស្ថានភាពបត់កែងស្ដាំបាទបងប្អូនកណ្ដាលហូក្រេវបាទទៅតាមចង្វាក់នៃការប្រកួតរបស់អ្នកទាំងពីរល្អដូចគ្នាបាទល្អទាំងអ្នកដើរចូលល្អទាំងអ្នកថយគេដាក់ក្បាច់ប្រហុកអីនេះតើនៅសិនតែជើងក្រោមតជើងស្ដាំរបស់សុធីបាទពេលផ្លាសេឆ្វេងបាត់ទៅសិនបាទតឆ្វេងរបស់ផេតថាវិសាបាទកណ្ដាប់ដៃឆ្វេងស្ដាំរបស់សុធីឆ្វេងស្ដាំធ្វើឡើងទៀតអត់រាប់ទេលោកអាញាកដាបន្តការប្រកួតបាទនៅសល់10វិអូយបាទកណ្ដាប់ដៃឆ្វេងស្ដាំស្រោយបាទតែបន្តទៀតដល់ដូរគ្នាបាទយើងមានរឿងជ័យគ្នាច្រើនបន្តទៀតបាទតឆ្វេងរបស់ផេតថាវិសាចាប់ទឹកទី3ចូលតែចាក់ជង្គង់ឆ្វេងពីផេតវិសាបាត់កែស្ដាប់ពីផេតវិសាបន្តអត់ដល់ខ្លួនឯងទេរឹងចេញបានល្អពីរិជីរតនសុធីតដៃតឆ្វេងពីផេតវិសាតឆ្វេងចេញផុតដល់ចូលតកាប់កូនចង្កាស្ដាប់មួយដៃពីរតនសុធីឆ្វេងចេញផុតយ៉ាងសុធីហាក់ដូចជាដឹងក្បាច់ហាក់ដូចជាមិនឲ្យការតចូលពេញដោយការវិទឹកទី2នេះតែតាវិញបាត់កែរូបកែខ្លីបាទបាត់កែបាទពីសុធីដល់ចូលតឆ្វេងពីផេតវិសាបាទជង្គង់ខ្លីល្អមែនទេពីផេតវិសាតកាប់កូនចង្កាសិនបាទតែតាវិញសមកវិញពីរតនសុធីវិញស្ដាប់ទឹកសម្បត្តិឆ្វេងអត់ទាន់ដល់គូឡើងឆ្វេងដងហើយតិចដើម្បីរកឡើងទាត់សុធីដល់ចូលចូលទៅចូលមកដល់ចូលមកដល់ពីជើងចាក់ជង្គង់ឆ្វេងចាក់គាត់ជើងក្រោមលុកឆ្វេងមកដល់សងពីដៃ3ដៃមកវិញពីសុធីចាប់គ្នាបាទលោកកញ្ញាតាមចាប់ញ៉ៃការប្រកួតវិញញ៉ៃបានដល់ទៅ3ទឹកដល់ប្រពន្ធហើយ3ទឹកបាទសរសើរដល់គឺភាពធន់របស់សុធីក៏តែយើងក៏សរសើរទៅដល់ការចេញអាវុធរបស់ភេទវិសាបាទមួយគឺច្បាស់ខ្លួនបាទហើយសុធីដាក់ចូលទៅស្ដាំចូលពេញដូចគ្នាពីរតនសុធីទៀនបញ្ចុះ360ក្រេតស្ដាំយកទៅវិញលោកស្ដាំខាងឆ្វេងគេថត់តឆ្វេងសោះមកវិញដល់ពេលរំដៃដល់ចូលតិចបាទដើម្បីរីកកាយរៀងរលាស់រៀងស្មុតជាមួយតស្ដាំពីសុធីបាទជង្គង់ឆ្វេងសោះមកវិញពីភេទវិសាបាទជង្គង់ឆ្វេងពីភេទវិសាលោកស្ដាំដៃដល់ឆ្វេងស្ដាំអូបាទសុធី 3 4 5 6 7 8
ទេបន្តការប្រកួត បាទបន្តការប្រកួតរងលើកទី2ឆ្វេងបោះជង្គង់ស្រាំខ្លីចាក់ជង្គង់ស្រាំពីសន្តិឆ្វេងខាងស្រាំជង្គង់ស្រាំដេញតាមដាក់ទៅមានជង្គង់ស្រាំពីសន្តិទាញមកហើយក៏លោកកញ្ញាតាចាំទេបាទពេលវេលាទឹកទី4ដល់សងមិនច្រើនទេដាចូលបាទគាត់ស្ដាប់ទីសុធីឆ្វេងស្ដាប់ទីសុធីបាទប្រដកកំណាច់ទឹកស្ដាប់ទីសុធីបាទចាក់ជង្គង់ឆ្វេងពីទីជង្គង់ស្ដាប់ទីសុធីសងបានមួយនៅទី2បាទហេ ចាប់ទឹកទី4 មកជើងស្រាំជើងក្រោយបាទមុននឹងបញ្ចប់ការប្រកួតទឹកទី4 ជាទឹកប្រត់ Final round បាទ Final round តនេះលោកពីបងអោមគ្នាក៏បាទនិយាយប្រាប់គ្នាថាតោះយើងប្រកួតនេះបន្តទៀតអាយ៉ាទឹកទី5នេះបាទផែនថាភាសានៃគណៈប្រជាជាតិបាត់ដោហើយបាទព្រមទាំងបាត់អស់អង្គច្រើនណាស់បាទរាប់ពីដងកន្លងទៅកម្មទឹកទី4ដាក់ចូលក្នុងដៃឆ្វេងរបស់ខ្លាកំកូនខៀវអាយ៉ាកែងអូយបាទមានរឿងនិយាយគ្នាបាទកូនខ្មែរបាទរយៈពេល3នាទីនេះគឺគ្រប់វិនាទីមួយគឺសម្រាប់គ្រូថ្នាក់យើងគឺត្រូវតែប្រយ័ត្នគ្រប់វិនាទីបាទផែនថាភាសាដាក់ចូលហើយបាទដាក់ចូលថាអាចកសងមុនអាចសងសុខភាពបាទឬយ៉ាងណាធាក់ទៅទីគាត់បាត់តែឆ្វេងស្ដាប់បាត់ច្រកខោខ្លាហើយទុកបាត់កូនឆ្វេងលឹបរបស់សុខភាពបាទលោកញ៉ាំដាគឺលោកគ្រូហ៊ុននេះបានចាប់បាយបាទទុំក្រោយគឺហ៊ុនមិនហុកបាទជួយនឹងកន្លែងគាត់ទៀតបាទកំចិត្តរៀបពីម្ដងបន្តឆ្វេងរបស់សុខភាពទៀតហើយវាដៃស្ដាំរបស់ពេជ្រចង្ស័កអត់ចូលដល់កៃស្ដាំរបស់សុខភាពតើបាទជាយាមហើយក៏លោកញ៉ាំដាចាប់បាយជាបន្តទៀតបាទដល់សល់2នាទីជាបន្តដើម្បីឲ្យបង្ហាញស្ទានគុណបាទបង្ហាញភាពប៉ិនប្រសពចូលទៅដល់ពុកម៉ែបងប្អូនជាបានទស្សនាតតធាក់របស់សុខភាពបាទថ្ងៃដល់ជាយាមត្រេះស្ដៅហើយក៏ចូលចាប់បាត់ទៀនប្រវល់មកចាក់ជង្គង់ពីក្រោយបាទនេះครับបាទអាចចូលទៅជាបន្តទៀតបាទបាត់ជង្គង់ស្ដាំរបស់សុខភាពជង្គង់ស្ដាំសុខភាពបាទចាប់ជាយាមគ្រាជាប់ចាក់សោបាទចាក់សោទាំងលើចាក់សោទាំងក្រោមធ្វើអ្វីមិនកើតទេក៏ធ្វើវិញដល់ហើយក៏ទៅបន្តទៀតបាទនេះគឺដៃមួយដាក់ចូលក្បាលពោះសុខភាពថាអត់ដល់ជឿបាទតឆ្វេងរបស់សុខភាពគេថាតរំខានតហើយតទៀតបាទឆ្វេងបាត់តែមិនរុតប៉ុន្តែរំខានដើម្បីផ្ដាច់ចង្វាក់កន្លងមកគោលគីវបាទតាចូលទៅបាត់ធាក់ឆ្វេងរបស់សុធីបាទពេលវេលាទៅសល់1នាទីដែរបាទសម្រាប់ទឹកទី5នេះបាទសុធីជាយាមថ្ងៃដល់ពីឆ្លាតបាទពីឆ្លាតបាទមិនឆេវឆាយទៀតទេរត់ដល់តាមប៉ុកទៅរៀនហៅហៀបាទតែហើយបាទចឹងបាទតាមមិនដូរមិនចាយកម្លាំងប្រទេសផ្ដាស់ទេបាទយ៉ាងណាក៏បាទដៃនេះមួយសិនបាទដៃនេះមួយសិនបាទដាក់ចូលពីកន្លងទៅផែនថាភាសាជាបន្តបាទហើយក៏សុធីបាទខ្វាយដៃយោបាទតតឆ្វេងកាត់ច្បាក់បន្តទៀតបាទតលមួយតលឲ្យដល់តឆ្វេងរបស់បាទសុធីតស្ដាប់តឆ្វេងហើយដល់តហើយតទៀតបាទចូលអោបកាច់ទៅក៏ជាប់ដែរបាទសុធីគឺទឹកទី5នេះទឹកបច្ចេកទេសទឹកកែខ្ជុំសុទ្ធសាធតែម្ដងបាទអត់ទៅជ្រុលអត់ឆេវឆាយទៅណាជាយាមញាក់មួយសិនផែនថាភាសាជាយាមដាក់ចូលបាទក្តាប់ដៃឆ្វេងស្ដាប់ចេញមកพ้นទាំងពីរជង្គង់ស្ដាប់លឹបរបស់សុធីបាទកែមកអើយប្រវល់មកជុំដល់បាទចប់ទឹកទី5បាទចប់ទឹកទី5ភ្លាមបាទក៏អោបគ្នាហើយក៏បាទកែងឆ្វេងមួយទៀតអោបជាប់បាទកាត់ចូលមកផ្លង់ទៅនេះក៏ដាក់ដៃឆ្វេងរបស់ផែនថាភាសាក៏អត់ដល់បាទកែងស្ដាំរបស់សុធីដល់បន្ទាប់ពីដល់ហើយក៏បាទរូបភាពបង្ហាញជូនរួចរាល់បាទពុកម៉ែបងប្អូនគិតថាក្រហមឬខៀវបាទលទ្ធផលយ៉ាងណាបាទសូមប្រកល់តួនាទីនេះជូនដល់គណៈកម្មការបច្ចេកទេសដើម្បីប្រកាសលទ្ធផលតែម្ដងចា៎ខ្ញុំសូមអរគុណបងកូនក្រហមរីគីរតនាសុធីឈ្នះកីឡាករបងកូនខៀវ